នៅឯសាលារៀនអ្នកគ្រូកំពុងតែសរសេរអក្សរលើក្តារខៀនបើចូលក្រោយគេដឹងតែគ្រូឲ្យឈរហើយមិនស្រួលឲ្យយើងដើររើសសម្រាមទៀតផងយើងអត់ចូលទៅវើយថ្ងៃមុនណាអ្នកគ្រូធ្វើបាបយើងឲ្យលៀងបន្ទប់ទឹកយើងចង់តែរៀងហើយស្អុយអាចក៏ស្អុយឥឡូវគិតទៅណាវិញព្រោះបើនៅទីនេះទៀតណាប្រយ័ត្នលោកគ្រូនាយកដើរមកឃើញតោះទៅហាងកាហ្វេអីនៅនងមាន free wifi ទៅអង្គុយនៅនងវិញអីមានអីតោះរិទ្ធជាអ្នកធ្វើចំការឲ្យលឹងដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារជាកសិករដៃកាន់ចបជំរះស្មៅជុំវិញគល់ដំណាំក្រោមកម្ដៅថ្ងៃញើសហូរស្រក់តក់បងរិទ្ធតាអាឡឹករបស់យើងចិត្តទុំហើយនៅបងប្រហែលជាមួយអាទិត្យទៀតទុំហើយអូនបើមួយអាទិត្យទៀតទុំល្អណាស់យើងនឹងបានយកទៅលក់ព្រោះគ្រួសាររបស់យើងក៏ចិត្តអស់លុយចំណាយដែរហើយកូនរបស់យើងគេត្រូវការលុយដើម្បីទៅរៀនសូត្រយើងមិនអាចខ្វះលុយបាននោះទេព្រឹកមិញអូនទៅខ្ចីលុយមួយនួន40ម៉ឺនហើយព្រោះខ្លាចតម្រាំតែបានអាឡឹកលក់យើងអត់មានលុយចាយខ្ចីគាត់សិនទៅអូនចាំពេលយើងបានលុយពីការលក់អាឡឹកចាំយើងយកទៅសងគាត់វិញមកបងថ្ងៃត្រង់ហើយទៅហូបបាយសិនអូនទៅរៀបចំបាយសិនទៅបងជំរះស្មៅមកគុំនេះឲ្យហើយសិនចាបងរិទ្ធនិងគឹមមួយមានមុខរបរជាកសិករធ្វើស្រែដំណាំដើម្បីចិញ្ចឹមជីវិតនៅវេលាម៉ោង 7 កន្លះពេលព្រឹកដែលជាពេលដែលសិស្សផ្សេងទៀតបានចូលថ្នាក់អស់ហើយនៅឡើយតែឆើតនិងសុវណ្ណឆើតគិតតែមិនទៅបើគេចូលរៀនអស់ហើយនឹងបើចូលក្រោយគេដឹងតែគ្រូឲ្យឈរហើយមិនស្រួលឲ្យយើងដើររើសសម្រាមទៀតផងយើងអត់ចូលទៅវើយថ្ងៃមុនណាអ្នកគ្រូធ្វើបាបយើងឲ្យលៀងបន្ទប់ទឹកយើងចង់តែរៀងហើយស្អុយអាចក៏ស្អុយឥឡូវគិតទៅណាវិញព្រោះបើនៅទីនេះទៀតណាប្រយ័ត្នលោកគ្រូនាយកដើរមកឃើញតោះទៅហាងកាហ្វេអីនៅនងមាន free wifi ទៅអង្គុយនៅនងវិញអីមានអីតោះឆើតនិងសុវណ្ណសុទ្ធតែជាកូនអ្នកកសិករដូចគ្នាតែពួកគេចូលចាត់កិច្ចសាលាណាស់មួយអាទិត្យក្រោយមកផ្លែឪឡឹករបស់រិទ្ធក៏ទុំអាចលក់បានអាសាលអញនៅលើឡានចាំចាប់ផ្លែឪឡឹកដែលយើងបោះទៅណាបោះមកយើងដឹងហើយយើងចាំទទួលយើងបោះទៅហើយចាំយើងចាប់បានតាផ្លែឪឡឹកស្រាលសឹងអីហ្នឹងយើងធ្លាប់ចាប់ដល់តែផ្លែដូងទៀតណោះនេះចាប់ទៀតណាទៅហើយដល់ពេលប្រមូលផលរិទ្ធដែលជាម្ចាស់ចំការពិតជាសប្បាយចិត្តណាស់គឹមមួយក្រោយពីសល់ផ្លែឪឡឹកខ្លះពីការលក់ឲ្យឈ្មួញមកគេក៏បានយកមកលក់នៅឯផ្សារអរគុណអ្នកទាំងអស់គ្នាដែលបានជួយទិញផ្លែឪឡឹកពីខ្ញុំផ្លែឪឡឹកធំដែរតើចាអ្នកមីងឪឡឹកនេះធំតាហើយខ្ញុំដាំដោយខ្លួនឯងទៀតមីងសុំមើលបន្តិចសិនចាអ្នកមីងសុំអ្នកមីងមើលតាមសប្បាយចុះឪឡឹកល្អណាស់តើនេះណែមីងយក3ផ្លែណាហើយ1ផ្លែប្រមាណដែរក្មួយចាអ្នកមីង1ផ្លែខ្ញុំលក់តែ 4,000 តែបើអ្នកមីងយក3ផ្លែខ្ញុំចោលឲ្យ 2,000 គិតតែ 10000 ទេអញ្ចឹងច្រកថងឲ្យមីង3មកណាចាសុំចាំបន្តិចគឹមមួយពិតជាសប្បាយចិត្តណាស់ដែលមានគេមកជួយទិញជាហូរហែឆើតជាកូនប្រុសរបស់ស្រីពៅនិងសាលតែគេមិនដែលអាណិតឪពុកម្ដាយរបស់គេនោះទេម៉ែឲ្យលុយមកខ្ញុំប្រយ័ត្នទៅរៀនណែកូនយក 2,000 ទៅណាអីគេម៉ែ 2,000 ហ្នឹងខ្ញុំចាយមិនគ្រាន់ទៅឲ្យខ្ញុំ 10000 មកស្អីគេកូនណាហាឡើងសុំ 10000 ណែមើលប៉ារបស់កូនឯងមើលទៅណាធ្វើការហាថ្ងៃបែកញើសកខៀហូរឈាមតែស្រាក់ណែឈឺអត់ហ៊ានសម្រាកទេដើម្បីតែលុយឲ្យកូនឯងរៀនហ្នឹងណាហើយកូនឯងចាយអីក៏ច្រើនម្ល៉េះហាម៉ែនិយាយច្រើនណាបើមិនឲ្យ 10000 ទេខ្ញុំមិនទៅរៀនទេហើយ 5,000 បានហើយម៉ែគ្មានលុយទេ 5,000 ចាយមិនគ្រាន់ទៅខ្ញុំដើរជាមួយពួកម៉ាក់គេចាយមួយថ្ងៃដល់ទៅ 20000 ផងឯណោះហើយកូនឯងទៅធ្វើអីតាមគេមានគេចង់ចាយប្រមាណក៏បានដែរតែយើងជាអ្នកក្រណាកូនអាណិតទ្រង់ម៉ែផងណាកូនណាល្អច្រើនណាម៉ែមក 5,000 ក៏បានដែរណែលុយប្រឹងរៀនផងណាកូនខ្ញុំដឹងហើយ
ក្រោយពីបានលុយ 5,000 រួចហើយឆើតក៏ដើរចេញទៅនៅឯសាលារៀនអ្នកគ្រូកំពុងតែសរសេរអក្សរលើក្តារខៀន ដាណែតមានដឹងថាឆើតនិងសវណ្ណគេទៅណាទេចាខ្ញុំអត់ដឹងទេអ្នកគ្រូសង្ស័យតែគេអត់មករៀនទៀតហើយពីរអ្នកនេះមួយអាទិត្យឈប់សឹងតែ4ថ្ងៃទៅហើយតែលោពួកគេទាំងពីរអ្នកឈឺតែដឹងអ្នកគ្រូតែបើគេឈឺអីជួនពេលជាមួយគ្នាល្អម្ល៉េះចាំពេលដែលអ្នកគ្រូទំនេរចាំអ្នកគ្រូទៅសួរឪពុកម្ដាយរបស់គេចុះចាអ្នកគ្រូឆើតនិងសវណ្ណតែងតែកិច្ចសាលាសឹងតែរាល់ថ្ងៃហើយឪពុកម្ដាយរបស់ពួកគេគឺមិនបានដឹងសោះឡើយនៅហាងកាហ្វេឆើតនិងសវណ្ណកំពុងកាន់ទូរស័ព្ទមើលរឿងម្នាក់មួយសវណ្ណណាអង្គុយផឹកកាហ្វេនៅទីនេះស្រួលខ្លួនដល់ហើយត្រូវហើយអាឆើតបើនៅសាលាវិញឲ្យទៅដល់ពេលទៅរៀនដឹងតែគ្រូសួរនាំរហូតយើងធុញដល់ហើយយើងខ្លាចតែពេលគាត់ហៅសួរសំណួរទេវ៉ៃឯងដូចយើងដែរហ្នឹងឲ្យតែអ្នកគ្រូចង់ហៅសួរអ្នកណាសួរទៅកុំឲ្យសួរយើងឲ្យតែសួរចំយើងអីវ៉ាន់ណាដឹងតែជ្រុះបិចក្រោមតុកហើយឯងនិយាយត្រូវធ្វើជាអោនចុះក្រោមតុកទៅកុំឲ្យគ្រូហៅណែអាពីរនាក់ថ្ងៃហ្នឹងអត់ទៅរៀនទេអីថ្ងៃហ្នឹងគេអត់រៀនទេនិយាយអត់រៀនយ៉ាងម៉េចថ្ងៃហ្នឹងថ្ងៃច័ន្ទតើពូជិះឡានកាត់តាមសាលាឃើញគេរៀនហ្នឹងថ្ងៃច័ន្ទមែនតែគ្រូរបស់ខ្ញុំក៏អត់បានមកទេគាត់ឈឺមកពីពូអត់ដឹងណែក្មួយទាំងពីរត្រូវខំប្រឹងរៀនសូត្រកុំសូវកាន់ទូរស័ព្ទពេកវ័យក្មួយឯងគឺជាវ័យរៀនសូត្រណាបាទលោកពូដ៏សែនល្អខ្ញុំដឹងហើយតែបើពូល្អមែនណាណែនាំកូនរបស់ពូឲ្យបានល្អទៅមែនហើយអាសវណ្ណឯងនិយាយពាក្យនេះត្រូវចិត្តយើងត្មងហើយវ៉ៃហើយយ៉ាប់មែនអាពីរអ្នកនេះខំណែនាំពួកគេឲ្យល្អបែរជាមកថាឲ្យឯងវិញឡុងខ្ជិលនៅឆ្លោះជាមួយក្មេងគេក៏ដើរចេញទៅណាត្រូវជាម្ដាយរបស់ស្រីពេញអ្នកម៉ែកូនត្រឡប់មកពីរៀនវិញហើយតាកូនឆាប់ដូរសម្លៀកបំពាក់ទៅណានឹងអាចបានហូបបាយចាអ្នកម៉ែខ្ញុំមានដំណឹងល្អមកប្រាប់តាកូនមានដំណឹងល្អអីទៅចង់ប្រាប់ម៉ែនោះហ៎គឺខែនេះកូនរៀនបានលេខ1កូនម៉ែរៀនបានលេខ1កូនម៉ែពិតជាប៉ាកែមែនខ្ញុំមិនធ្វើឲ្យអ្នកម៉ែនិងលោកប៉ាអស់សង្ឃឹមដោយសារកូននោះទេម៉ែពិតជាមានមោទនភាពចំពោះកូនណាកូនដឹងទេម៉ែនិងប៉ារបស់កូនខំប្រឹងរាល់ថ្ងៃនេះក៏ព្រោះតែកូននឹងដែរចាអ្នកម៉ែរឿងនេះកូនបានដឹងច្បាស់ណាស់កូនដឹងថាប៉ានិងម៉ាក់តស៊ូមកដើម្បីកូនមានតែខិតខំប្រឹងរៀនសូត្រដើម្បីជាការតបស្នងសងគុណលោកទាំងពីរល្អណាស់កូនឲ្យតែកូនខំប្រឹងប្រែងបែបនេះប៉ានិងម៉ាក់ខិតខំធ្វើការរកលុយឲ្យកូនរៀនមិនខ្លាចនឿយហត់ទេចាស់ម៉ែបើអញ្ចឹងកូនទៅដុសខោអាវសិនហើយទៅចុះកូនណាគឺជាម្ដាយដែលតែងតែខ្វល់ខ្វាយពីអនាគតកូនស្រីរបស់គេណាស់នៅថ្ងៃមួយឡុងបានមកផឹកកាហ្វេហើយក៏បានជួបជាមួយនឹងពូលីពូអាចសុំអង្គុយរួមតុជាមួយក្មួយបានដែរទេបានលោកពូអញ្ចឹងអង្គុយមកបានខោអាវពូរឿងចាស់បន្តិចហើយណាមិនអីទេលោកពូមើលទៅក្មួយសង្ហាណាស់ស្លៀកពាក់បានស្អាតបានក្មួយជាអ្នកធ្វើការងារធំដុំហើយមើលទៅខ្ញុំធ្វើការងារធម្មតាដូចតែគេឯងដែរតាលោកពូគិតទៅគេអ្នកបានរៀនសូត្រចេះដឹងជីវិតរបស់គេពិតជាល្អណាស់មិនដូចជាពូខោអាវចាស់ប្រឡាក់ទៅដីទេកុំតូចចិត្តនឹងខ្លួនឯងអីលោកពូកាលខ្ញុំនៅពីតូចគ្រួសាររបស់ខ្ញុំក៏ជាអ្នកស្រែចម្ការដែរតាតែឪពុកម្ដាយរបស់ខ្ញុំគាត់ខំប្រឹងឲ្យខ្ញុំរៀនសូត្រទើបមានលទ្ធផលដូចជាសពថ្ងៃនេះទៅពិតមែនហើយលទ្ធផលនៃការសិក្សាគឺពិតជាប្រសើរណាស់បើពេលនោះក្មួយមិនបានរៀនម្លេះពេលនេះក៏មានស្ថានភាពដូចជាពូអញ្ចឹងដែរហើយបាទលោកពូតែឥឡូវនេះពិបាកដល់ហើយខ្ញុំឃើញក្មេងៗឥឡូវមិនសូវខំរៀនទេខ្ញុំព្រួយបារម្ភពីអនាគតរបស់ពួកគេណាពូក៏សង្កេតឃើញដូចជាក្មួយអញ្ចឹងដែរ
ឪពុកម្ដាយខ្លះរវល់ទៅការងាររកស៊ីភ្លេចតាមដានការសិក្សារបស់កូនទម្រាំទៅដឹងកូនខូចខលអស់ទៅហើយការសិក្សាក៏អន់ថយទៅទៀតរៀនក៏មិនចេះពិតមែនហើយលោកពូពួកគាត់ខំប្រឹងដើម្បីកូនគឺល្អហើយតែបើមិនតាមដានការរៀនសូត្ររបស់កូនទេពេលកូនចូលរៀនអីគឺគាត់មិនដឹងទេហើយការខំប្រឹងរបស់ពួកគាត់នឹងប្រែក្លាយជាឥតន័យពិតមែនហើយក្មួយងាកមកមើលរិទ្ធនិងកឹមមួយឯនេះវិញកំពុងព្រួយបារម្ភពីបញ្ហានៅក្នុងគ្រួសារណែបងលុយដែលយើងផាត់ចំណាយថ្លៃជីថ្លៃថ្នាំនិងចំណាយផ្សេងទៀតក្នុងការដាំឪឡឹកយើងចំណេញបានតែ2លានទេដាំម្ដងនេះបានចំណេញតិចជាងលើកមុនយ៉ាងហោចណាស់ក៏បាន3លានដែរទិន្នផលឪឡឹកយើងមិនសូវបានច្រើនដូចកាលពីលើកមុនអញ្ចឹងហើយបានជាយើងចំណេញបានតិចបងតែងតែព្រួយរឿងគ្រួសាររបស់យើងខ្លាចខ្វះមុខខ្វះក្រោយហើយកូនប្រុសរបស់យើងក៏គេត្រូវការរៀនសូត្រទៀតកូនប្រុសរបស់យើងឥឡូវរៀងដូចជាប្លែកណាស់លុយទៅរៀនក៏ចង់បានច្រើនជាងមុនប្រហែលជាគេត្រូវការចាយច្រើនហើយជួនកាលគេឃើញពួកម៉ាក់របស់គេមានលុយចាយច្រើនហើយគេមានលុយតិចគេក៏តូចចិត្តដែរកូនប្រុសរបស់យើងគេមិនយល់ពីពួកយើងរាល់ថ្ងៃនេះលំបាកប៉ុណ្ណានោះទេនេះមកពីកំហុសរបស់បងដែលមិនសូវមានសមត្ថភាពរកលុយឲ្យគេចាយបានគ្រប់គ្រាន់កុំបន្ទោសខ្លួនឯងអីបងរិទ្ធនិងគឹមមួយតែងតែព្រួយបារម្ភពីបញ្ហាក្នុងគ្រួសារដែលកំពុងតែកើតឡើងនៅតាមផ្លូវទៅសាលាឆើតនិងសុវណ្ណក៏បានមកជួបស្រីពេជ្រនិងដាណែតឆើតសុវណ្ណផ្លូវទៅរៀននៅតាមនេះតាហើយអ្នកទាំងពីរនាំគ្នាដើរទៅណាវិញចិត្តដល់ម៉ោងចូលរៀនហើយចង់ដើរទៅណាទៀតប្រយ័ត្នខកម៉ោងចូលរៀនណាខ្ញុំអត់ចង់ចូលរៀនទេបើអ្នកទាំងពីរចង់ទៅក៏ទៅពួកខ្ញុំទាំងពីរមិនចង់ចូលទេត្រូវហើយអាសុវណ្ណទៅរៀនធ្វើអីអាធុនសឹងស្លាប់ទៅហើយពេលអ្នកគ្រូសួរថាមិនបានជាពួកខ្ញុំទាំងពីរអត់ទៅរៀនប្រាប់គាត់ថាខ្ញុំទាំងពីរឈឺទៅត្រូវហើយអត់មានប្រាប់ថាពួកយើងកិច្ចសាលាទេណាហើយមិនក៏ពួកអ្នកទាំងពីរធ្វើបែបហ្នឹងមិនគិតពីអនាគតខ្លួនឯងទេត្រូវហើយបើអ្នកទាំងពីរមិនគិតពីអនាគតខ្លួនឯងទេក៏គួរតែអាណិតដល់លោកពុកអ្នកម៉ែពួកគាត់ទាំងពីរខំប្រឹងប្រែងខ្លាំងណាស់អើយបានហើយកុំមកចង់បដៅខ្ញុំទៅឆាប់ទៅរៀនទៅពួកខ្ញុំទាំងពីរចង់ទៅណាជារឿងរបស់ខ្ញុំទេមែនហើយមកអាពួកម៉ាក់យើងទៅនិយាយហើយឆើតនិងសុវណ្ណក៏ដើរចេញទៅហើយពួកគេមិនគួរសម្រេចចិត្តដើរផ្លូវអញ្ចឹងសោះគួរអាណិតឪពុកម្ដាយរបស់គេខ្លាំងណាស់មែនហើយដាណែតតើយើងប្រយ័ត្នទៅរៀនតោះទៅពូលីមុននឹងគាត់ទៅស្រែគាត់ក៏បានមកទិញកាហ្វេផឹកមួយកែវសិនណែពីនេះអើយម៉ោងជាង7ទៅហើយអត់នាំគ្នាទៅរៀនទេអីហើយអ៊ំឯងមកសួរពួកខ្ញុំធ្វើអីរឿងអ៊ំឯងមែនទៅធ្វើការងាររបស់លោកអ៊ំឯងឲ្យបានល្អទៅកុំមកចេះដឹងរឿងពួកខ្ញុំអីម៉ែឪនៅផ្ទះគិតតែកូនមករៀនហើយអញ្ចឹងបានគេនិយាយថាកូនដែលមករៀនមិនប្រកាសទៅចូលសាលានោះទេស្អីគេអ៊ំចង់ថាអីមិនដឹងអ៊ំឯងថាឲ្យពួកខ្ញុំមែនអ៊ំគ្រាន់តែអាណិតដល់ឪពុកម្ដាយរបស់ពួកក្មួយដែលខំរកលុយមកឲ្យពួកក្មួយរៀនចំណែកពួកក្មួយបែរជាអត់ចូលរៀនទៅវិញអ៊ំឯងចេះដឹងម៉េចរឿងអ៊ំឯងមែនចាស់ហើយមិនព្រមចាស់ទេមកចេះដឹងរឿងក្មេងៗតកើតអីអាសវណ្ណនិយាយត្រូវអ៊ំឯងឆាប់ទៅស្រែទៅកុំឲ្យពួកខ្ញុំធុញទ្រាន់ជាមួយអ៊ំឯងអីអ៊ំទៅហើយអ៊ំចង់ប្រាប់ថាទង្វើដែលពួកក្មួយធ្វើនៅថ្ងៃនេះគឺខុសហើយទៅអ៊ំកុំមកបដៅខ្ញុំដោយខ្ជិលនិយាយជាមួយពួកគេបន្តទៀតពូលីក៏ដើរចេញទៅកំពុងតែជំរះស្មៅនៅចំការឪឡឹងស្រាប់តែមានឡានមួយគ្រឿងជិះមកដល់ហើយបរោះដែលចេញពីឡាននោះគឺជានាយកសាលាផងដែរអូលោកនាយកអន្តាអញ្ជើញតាណាម៉ាណាដែរលោកគ្រូខ្ញុំថាមកចង់សួរអំពីកូនប្រុសរបស់ក្មួយបន្តិចហើយចុះកូនប្រុសរបស់ខ្ញុំគេកើតអីដែរទៅលោកគ្រូអ្នកគ្រូបន្ទប់ថ្នាក់របស់គេបានប្រាប់ថា
ខានឃើញគេទៅរៀនមួយអាទិត្យទៅហើយតើគេឈឺមែនទេអត់ផងលោកគ្រូកូនខ្ញុំគេអត់មានឈឺអីណាព្រឹកឡើងខ្ញុំឲ្យលុយគេទៅរៀនរហូតហ្នឹងបើអញ្ចឹងចម្លែកហើយក្មួយឯងថាកូនមករៀនដល់អ្នកគ្រូបន្ទប់ថ្នាក់ថាខានឃើញគេមករៀនជាងមួយអាទិត្យទៅហើយអត់អីទេលោកគ្រូចាំខ្ញុំសួរកូនរបស់ខ្ញុំសិនហ្នឹងហើយក្មួយសួរនាំគេសាកមើលទៅណាខ្លាចលោកគេកិច្ចសាលាមចូលរៀនអីអញ្ចឹងទៅបាទលោកគ្រូអរគុណហើយដែលលោកគ្រូបានមកប្រាប់ដំណឹងកូនរបស់ខ្ញុំហ្នឹងហើយមិនអីទេបើអញ្ចឹងខ្ញុំទៅវិញហើយណាបាទលោកគ្រូសូមអញ្ជើញក្រោយពីបានប្រាប់ដំណឹងរួចហើយលោកនាយកសាលាក៏បានឡើងឡានជិះចេញទៅហើយសល់5ផ្លែទៀតលក់អត់អស់ចាំមើលកន្លះម៉ោងទៀតសិនអ្នកម៉ែកូនសុំលុយ5000មកហាក្រែងព្រឹកមិញម៉ែឲ្យកូន5000ហាញ់តើហើយកូនឯងអត់ទៅរៀនទេអីបានជាមករកម៉ែព្រឹកមិញកូនដើរទៅរៀនជ្រុះលុយបាត់ហើយថាត្រឡប់មកវិញមកសុំលុយម៉ែម្ដងទៀតបើមិនអញ្ចឹងទេគ្មានលុយចាយទេហើយកូនឯងប្រយ័ត្នបន្តិចទៅលុយមិនមែនស្រួលរកឯណាកូនមើលចុះនេះផ្លែលឹកលក់ក៏មិនទាន់អស់ទៀតអូយម៉ែនិយាយច្រើនណាឆាប់ឲ្យលុយខ្ញុំមកលឿនឡើងអានឹងបានទៅរៀនហត់នេះយក5000នេះទៅចាយត្បិតត្បៀតផងណាកូនខ្ញុំដឹងហើយក្រោយពីបានលុយរួចសុវណ្ណក៏ដើរចេញទៅមកពីរៀនវិញហើយមែនទេកូនបាទប៉ាកូនមកវិញហើយកូនរៀនបានអីខ្លះថ្ងៃនេះអណែកូនរៀនបានណែមិនអញ្ចឹងកូនទៅរៀនអត់ដឹងថារៀនអីទេអីថ្ងៃហ្នឹងរៀនបានច្រើនពេកចង់ភ្លេចថារៀនអីខ្លាំងម្សិលមិញឮថានាយកសាលាគេមកប្រាប់ថាសុវណ្ណអត់ចូលរៀនទេថាម៉េចលោកនាយកសាលាមកប្រាប់ពុរិទ្ធថាអាសុវណ្ណអត់ចូលរៀនមែនប៉ាហ្នឹងហើយកូនប៉ាទើបតែបានដឹងពីគេដែរហ្នឹងចុះលោកនាយកមានថាខ្ញុំអត់ចូលរៀនដែរអត់ចាស់ដូចអត់បានឮគេនិយាយទេហើយកូនឯងកិច្ចសាលាដែរមែនអត់ទេលោកប៉ាខ្ញុំចូលរៀនតើបើចូលរៀនគ្រាន់បើតែបើប៉ាដឹងថាកូនអត់ចង់រៀនអីដឹងថាប៉ាវាយហើយណាបាទប៉ាកូនអត់ដែលកិច្ចផងចូលទៅក្នុងផ្ទះទៅក្រោយដឹងថាសុវណ្ណអត់ចូលរៀនច្រើនថ្ងៃរិទ្ធបានអង្គុយលើគ្រែសម្លឹងមើលមុខកូនមានដឹងអត់ថាប៉ារាល់ថ្ងៃនេះលំបាកប៉ុណ្ណានៅឯចំការក្រោមកម្ដៅថ្ងៃញើសហូរជោកអាវសួរថាប៉ាប្រឹងដើម្បីអ្នកណាម៉ែនិងប៉ាខិតខំណាស់រាល់ថ្ងៃនេះមិនហ៊ានឈប់សម្រាកទេព្រោះគឺដើម្បីអនាគតរបស់កូនឯងនឹងណាហេតុអីបានជាកូនធ្វើបែបនេះចូលរៀននៅក្នុងសាលាមានម្លប់ពិបាកណាស់មែនទេកូនពិបាកណាស់ប៉ាកូនរៀនមិនចូលធុញណារៀនធុញចុះគេអ្នកផ្សេងធុញដូចកូនដែរទេម៉ែមិននឹកស្មានថាកូនកិច្ចសាលាអត់ចូលរៀនបែបនេះសោះតោះណាហើយអូនបើគេមិនចង់រៀនទៅហើយតាមចិត្តគេទៅចុះថ្ងៃស្អែកទៅចំការជាមួយប៉ាដើម្បីជួយធ្វើការនេះគេត្រូវទៅរៀនណាបងឲ្យគេទៅចំការធ្វើអីឲ្យគេទៅធ្វើការជាមួយបងចៅអូនបើគេថារៀនមិនចូលទៅហើយនោះទោះបីជាឲ្យគេរៀនទៀតក៏អត់ប្រយោជន៍ដែរវានាំទៅអស់លុយទេហើយរិទ្ធនឹងក្មួយខកចិត្តយ៉ាងខ្លាំងចំពោះកូនដែលមិនចូលរៀននៅក្រោមកម្ដៅថ្ងៃដែលពោពេញដោយកម្ដៅសុវណ្ណកំពុងជំរះស្មៅជាមួយឪពុករបស់គេអត់មានខ្ជិលទេណាកូនខំប្រឹងជំរះស្មៅឲ្យស្អាតជុំវិញគល់ចាំម៉ោង11ចាំឈប់បាទប៉ាប្រឹងកាប់អូយហត់ណាស់ក្តៅក៏ក្តៅរអ៊ូអីហ្នឹងកូនការងាររបស់យើងគឺតែប៉ុណ្្នឹងឯងបើឪឡឹកមិនបានផលល្អទេយើងគ្មានលុយចាយទេប៉ាកូនហត់ណាស់សុំឈប់សម្រាកសិនចាំម៉ោង11ចាំសម្រាកជំរះមិនទាន់បានប្រមាណផងរអ៊ូថាហត់ទៅហើយហ៎ទៅឆាប់ទៅជំរះស្មៅតាមគល់ឪឡឹកឆាប់ទៅហើយមានរឿងអីសាលមិនបានជាមិនឲ្យកូនទៅរៀនអញ្ចឹងហើយគេកាន់ចប់តាណាដែរនងឲ្យគេមកធ្វើការដូចជាកូនរបស់ឯងដែរហ្នឹងណាគ្នាឲ្យទៅរៀនអត់រៀនកិច្ចសាលាអត់ចូលរៀនទៅឆាប់ចូលទៅធ្វើការទៅបាទប៉ាអញ្ចឹងកូនឯងនិងកូនខ្ញុំដូចតែគ្នាទេហ្នឹងហើយណែពីរនាក់នៅធ្វើការនៅនឹងហើយណា
ចាំម៉ោង11ចាំឈប់ បាទប៉ា តោះរិតយើងចូលទៅអង្គុយនៅលើគ្រែវិញចាំមើលពួកគេធ្វើការរិតនឹងសាលឲ្យកូនរបស់ពួកគេមកធ្វើការងាររបស់ខ្លួនដែលធ្វើរាល់ថ្ងៃថាតើលំបាកប៉ុណ្ណាក្រោយពីត្រូវលុតដំខ្លួនកាប់ដីជំរះស្មៅពេញមួយថ្ងៃនៅចំការហត់ខ្លាំងពេកពេលព្រឹកឡើងសុវណ្ណក៏បានរៀបចំខ្លួនទៅរៀនវិញណែសុវណ្ណយើងទៅចំការស្លៀកពាក់ធម្មតាបានហើយពាក់អាវសិស្សសាលាអញ្ចឹងឆាប់ប្រឡាក់ដីណាស់នាំទៅពិបាកបោកអស់សាប៊ូទេ ប៉ាអ្នកម៉ែកូនចង់ទៅរៀនវិញហើយក្រែងកូនថាទៅរៀនអត់ចូលអីហើយកូនធុញទៀតតើកូនចង់ទៅរៀនធ្វើអីទៀតតែចំការជាមួយប៉ាទៅកូនព្រោះការងារនៅចំការមានច្រើនផងឲ្យកូនសុំទោសផងលោកប៉ាអ្នកម៉ែកូនដឹងខុសហើយកូនសន្យាថានឹងខំប្រឹងរៀនសូត្រមិនឲ្យលោកប៉ាអ្នកម៉ែពិបាកចិត្តទៀតទេ ល្អណាស់បើកូនដឹងតែខ្លួនខុសហើយប៉ាក៏មិនថាអីដែរទៅរៀនចុះកូនទៅរៀនចុះកូនបាទខ្ញុំទៅរៀនហើយសុវណ្ណក្រោយដឹងតែខ្លួនបានធ្វើខុសគេក៏បានត្រឡប់ទៅរៀនវិញពេលព្រឹកឡើងសុវណ្ណនិងឆើតក៏ត្រឡប់ចូលមកសាលាវិញក្រោយគេកិច្ចសាលាមិនចូលរៀនកន្លងមកឪពុកម្ដាយខំប្រឹងតស៊ូខ្លាំងណាស់ដើម្បីឲ្យកូនបានរៀនសូត្រទទួលបានចំណេះវិជ្ជាដើម្បីជាស្ពានឈានទៅស្វែងរកអនាគតដ៏ភ្លឺស្វាងនាថ្ងៃខាងមុខចប់ដោយបរិបូរណ៍សូមអរគុណ